សូមជូនអត្ថបទស្ដាប់ភាសាខ្មែរថ្នាក់ទី10របាំគោះអង្រេរបាំគោះអង្រេតាមព័ត៌មានពីសមាជិកឆ្លើយឆ្លងនៃក្រុមជំនុំទំនៀមទម្លាប់ថាមានលេងនៅស្ទឹងត្រែងគ្រប់ស្រុកក្នុងប្រទេសកម្ពុជាកាលពីសម័យដើមប៉ុន្តែមកដល់សប្តាហ៍ថ្ងៃរបាំនេះនៅសេសសល់បន្តិចបន្តួចតែស្រុកណាដែលមានអ្នកថែរក្សាយ៉ាងស្វិតស្វាញខិតខំរក្សាទុកប្រពៃណីនេះឲ្យមានគង់វង្សនៅក្នុងស្រុកភូមិខ្លួនឬមួយមានត្រង់តែភូមិភាគណាដែលនៅឆ្ងាយអំពីទីដែលមានអរិយធម៌នៃប្រទេសដទៃចូលមកជ្រៀតជ្រែកលាយឡំបានដូចជាភូមិភាគសំរងចុងកាល់ចំខ្សានជាដើមហេតុនេះបើធៀបផ្ទឹមរបៀបលេងរបាំនេះក៏គង់យើងឃើញជាក់ថារបៀបលេងរបស់អ្នកសំរងចុងកាល់នៅចំខ្សានមានបែបបទបុរាណច្រើនជាងរបៀបលេងរបស់អ្នកស្រុករាងអាយយើងនេះឆ្ងាយណាស់ទាំងក្បាច់លោតរាំទាំងសម្លៀកបំពាក់ទាំងបទបន្ទរនិងទំនុកច្រៀងយើងយល់ថារបាំក្តីភ្លេងភ្លាត់ក្តីបើរាប់ថាជាភ្លេងឬរបាំតាមប្រពៃណីខ្មែរយើងបុរាណគឺជារបាំប្រជាប្រិយយើងត្រូវថែរក្សារបៀបរៀបរយបុរាណនោះឲ្យគង់វង្សនៅទើបល្អជាជាងការយកមកបំភ្លែងឲ្យបានតែងាយបាត់បង់លក្ខណៈចាស់អស់នោះនឹងនាំឲ្យបាត់បង់ទាំងសោភ័ណ្ឌនៃរបាំនោះទៅផងដែរយើងលើកមកអធិប្បាយក្នុងទីនេះភាគច្រើនយកតាមតម្រាបុរាណដែលនៅសេសសល់ជាមួយអ្នកស្រុកគៀនកោះនោះឯងដោយមានប្រាថ្នាទុកក្បាច់ក្បូររបាំនេះឲ្យកលបុត្រកលធីតាខ្មែរក្រោយបើលេងតាមក្តីមិនលេងតាមក្តីគ្រាន់ឃើញនៅសម្រស់លំអនៃរបាំបុរាណដែលជាសោភ័ណ្ឌសិល្បៈខ្មែរជាកេរមរតកពីបុព្វបុរសយើងរបាំនេះមានប្រភពមកពីកុលសម្ព័ន្ធខ្មែរដើមហៅថាគួយសាសគួយនេះរស់នៅលើដែនដីស្រុកខ្មែរយើងតាំងពីមិនទាន់មានកសាងជាអាណាចក្រឡើងច្បាស់ប្រកបនៅឡើយរបាំនេះមានដើមកំណើតមកពីសាសជាតិតូចតាចមួយហៅថាគួយអាចចាត់ទុកជាអរិយធម៌ខ្មែរដើមដែលពុំទាន់បានទទួលអរិយធម៌សាសនានានាមានអរិយធម៌ឥណ្ឌាជាដើមរីឯទំនុកច្រៀងវិញរបាំនេះនៅស្រុកខ្លះដែលកាន់តែคล้ายយាទៅនោះពុំមានទំនុកច្រៀងទេមានគ្រាន់តែពាក្យបន្ទរមួយម៉ាត់ពីរម៉ាត់ដូចជាហេហើយណាតែប៉ុណ្ណោះប៉ុន្តែនៅតំបន់ដែលប្រកាន់ភ្ជាប់ទំនៀមបុរាណវិញមានបទបែបក្រាស់ក្រែលណាស់ដែលសម្រាប់ច្រៀងបន្ទរការរាំអង្រេខាងក្រោមនេះជាទំនុកច្រៀងតាមការចូលចិត្តរបស់អ្នកស្រុកមួយបែបសារកាកែវអើយសារកាកែវកើចបងលោមអោយសើចចង់មើលថ្មិញខ្មៅស្រីស្រស់ប្រហើប្រយ័ត្នយើងដើរក្រែងអង្រេដំជើងទន់អើយស្រីទន់អើយស្រីទន់លើកដៃលវាស់លវន់ស្រីរាំលោតអង្រេបន្ទោមែនហើយអដែងមែនហើយដកស្រង់នឹងកែសម្រួលពីសៀវភៅរបាំប្រជាប្រិយខ្មែររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរផ្សាយចេញពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតឆ្នាំ1964ទំពើទី54ដល់55 60 63 64